រញ្ជួយរង្វង់សិល្បៈកំសាន្ត Hollywood នៅពេលដែល Suri កូនស្រីរូបស្រស់របស់អតីតគូស្នេហ៍កម្រិតពិភពលោក Tom Cruise និង Katie Holmes បានសម្រេចចិត្តយ៉ាងធំដោយការបញ្ឈប់ប្រើប្រាស់នាមត្រកូលរបស់ឪពុកជាកម្ពុជាតារារបស់នាងជាផ្លូវការយោងតាមរបាយការណ៍ព័ត៌មានបានឲ្យដឹងថានិស្សិតស្រីវ័យ20ឆ្នាំរូបនេះដែលដើមឡើយមានឈ្មោះថា Suri Cruise បានដាក់ឯកសារផ្លូវច្បាប់ដើម្បីផ្លាស់ប្ដូរត្រកូលជាផ្លូវការដោយបានប្ដូរមកប្រើត្រកូល Noel ដែលជាឈ្មោះកណ្ដាលរបស់ម្ដាយនាងគឺ Katie Holmes វិញធ្វើឲ្យបច្ចុប្បន្ននាងប្រើប្រាស់ឈ្មោះនិងត្រកូលថ្មីថា Suri Noel កាលពីមុនសញ្ញានៃការរក្សាគម្លាតបានចាប់ផ្ដើមច្បាស់ឡើងបន្ទាប់ពីមានគេកត់សម្គាល់ឃើញជារឿយៗជុំវិញការឈប់ប្រើប្រាស់ត្រកូល Cruise ជាសាធារណៈរួមទាំងនៅក្នុងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ2024ផងដែររហូតមកដល់ពេលថ្មីនេះទើបគេរកឃើញភស្តុតាងនៃការចុះឈ្មោះបោះឆ្នោតដែលបញ្ជាក់យ៉ាងច្បាស់តាមផ្លូវច្បាប់ដោយនគរបាលថានាងបានផ្លាស់ប្ដូរត្រកូលរួចរាល់ហើយសម្រាប់ Suri បានកើតនៅក្នុងឆ្នាំ2006ចំពេលដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោកតាំងពីបើកភ្នែកមើលពន្លឺថ្ងៃដំបូងក្នុងនាមជាកូនស្រីរបស់គូស្នេហ៍តារាកម្រិតអេលីសមុនពេលដែលឪពុកម្ដាយរបស់នាងបានសម្រេចចិត្តលែងលះគ្នានៅក្នុងឆ្នាំ2012បើងាកត្រឡប់ទៅអតីតកាលប្រវត្តិស្នេហារបស់ឪពុកម្ដាយ Suri ធ្លាប់ត្រូវបានគេចាត់ទុកជាប្រវត្តិស្នេហ៍ដូចក្នុងរឿងព្រេងនិទានក្នុងពិភព Hollywood Tom Cruise និង Katie Holmes បានចាប់ផ្ដើមតាក់ទងគ្នានៅក្នុងឆ្នាំ2005ហើយស្នេហារបស់ពួកគេបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងជាពិសេសនៅពេលដែល Tom Cruise បានលោតនៅលើកៅអីសាឡុងក្នុងកម្មវិធីជជែកកម្សាន្ត Oprah Winfrey Show ដើម្បីប្រកាសពីក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់លោកចំពោះ Katie ពួកគេបានភ្ជាប់ពាក្យនៅលើកំពូលប៉ម Eiffel ក្នុងទីក្រុងប៉ារីសមុនពេលរៀបអាពាហ៍ពិពាហ៍យ៉ាងអធិកអធមនៅក្នុងប្រាសាទបុរាណមួយក្នុងប្រទេសអ៊ីតាលីកាលពីចុងឆ្នាំ2006យ៉ាងណាមិញសុភមង្គលដ៏ផ្អែមល្ហែមនេះបានដើរមកដល់ផ្លូវបំបែកនៅក្នុងឆ្នាំ2012នៅពេលដែល Katie Holmes បានសម្រេចចិត្តដាក់ពាក្យសុំលែងលះយ៉ាងទាន់ហន់និងស្ងៀមស្ងាត់បំផុតដែលធ្វើឲ្យ Tom Cruise ភ្ញាក់ផ្អើលយ៉ាងខ្លាំងមូលហេតុចម្បងមួយនៃការបែកបាក់ត្រូវបានគេរាយការណ៍ថាដោយសារតែ Katie ចង់ការពារ Suri ពីឥទ្ធិពលនិងជំនឿសាសនាមួយដែលនៅអឺរ៉ុបហៅថាលទ្ធិសាសនា Scientology របស់ Tom Cruise ក្រោយការលែងលះយ៉ាងប្រញាប់ប្រញាល់ Katie Holmes ទទួលបានសិទ្ធិមើលថែកូនស្រីជាចម្បងហើយនាងបានធ្វើជាម្ដាយទោលយ៉ាងរឹងមាំដោយព្យាយាមការពារឯកជនភាពនិងផ្ដល់ជីវិតដ៏សាមញ្ញបំផុតដល់ Suri ឲ្យឆ្ងាយពីពន្លឺ Spotlight និងការតាមប្រម៉ាញ់ពីអ្នកយកព័ត៌មានដូច្នេះការសម្រេចចិត្តផ្លាស់ប្ដូរត្រកូលរបស់ Suri នាពេលនេះហាក់បីដូចជាការបញ្ជាក់យ៉ាងច្បាស់អំពីចំណងមិត្តភាពដ៏ស្អិតរមួតរវាងនាងនិងម្ដាយព្រមទាំងជាការបោះជំហានចូលទៅកាន់ពិភពលោកថ្មីមួយដោយខ្លួនឯងក្នុងនាមជាមនុស្សពេញវ័យ